មកស្គាល់ពីសត្វឃ្មុំនិងរឿងរ៉ាវជីវិតរបស់សត្វល្អិតនេះទាំងអស់គ្នាសត្វឃ្មុំជាសត្វល្អិតមានតួនាទីជាភ្នាក់ងារលំអងវាអាចហោះហើរបាន24គីឡូម៉ែត្រក្នុង1ម៉ោងស្ដាប់ទៅលឿនគួរសមដែរបើធៀបទៅនឹងការរត់ម៉ារ៉ាតុងរបស់មនុស្សតែសម្រាប់ពិភពសត្វល្អិតវិញគឺវានៅយឺននៅឡើយដូច្នេះហើយសត្វឃ្មុំអាចធ្វើដំណើរក្នុងចម្ងាយខ្លីប៉ុណ្ណោះស្លាបដ៏តូចល្អិតរបស់ពួកវាអាចបក់បានប្រមាណពី12000ទៅ15000ដងក្នុង1នាទីដោយគ្រាន់តែដើម្បីយកខ្លួនដ៏តូចពោពេញទៅដោយលំអងផ្កាហើយហោះហើរខ្ពស់ល្មមគ្រប់គ្រាន់ក្នុងការធ្វើដំណើរមកសម្បុកវិញប៉ុណ្ណោះជាធម្មតានៅក្នុងមួយសម្បុកសត្វឃ្មុំមានចាប់ពី20000ទៅ60000ក្បាលឡើងទៅវាមានតួនាទីផ្សេងៗគ្នានៅក្នុងសម្បុកខ្លះមាននាទីជាអ្នកថែទាំពូជនិងកូនក្នុងសម្បុកខ្លះជួយសម្អាតនិងផ្ដល់ចំណីដល់មេដាក់ទឹកដមក្នុងសម្បុកជាដើមខ្លះចាំការពារនៅមាត់ច្រកចេញចូលខ្លះទៀតប្រើជាតិជ័រដែលរកបានដើម្បីរត់រះសង់សម្បុកសម្រាប់ឲ្យមេដាក់ពងកូនជាដើមនិយាយរួមសង្គមរបស់វាគ្មានទេអ្នកទំនេរឃ្មុំមួយក្បាលអាចផលិតទឹកឃ្មុំបានចំណុះ1/12នៃស្លាបព្រាកាហ្វេចាប់ពីរដូវផ្ការីករហូតដល់រដូវរងាឃ្មុំចាំបាច់ត្រូវផលិតទឹកឃ្មុំឲ្យបានយ៉ាងហោចណាស់27គីឡូក្រាមដើម្បីទុកចិញ្ចឹមដល់ហ្វូងរបស់វាទាំងមូលនៅរដូវត្រជាក់ហើយដើម្បីសម្រេចការងារនេះបានវាត្រូវការសមាជិកឃ្មុំរាប់ម៉ឺនក្បាលទៀតដើម្បីបន្តពហុបំណងរបស់វាមួយសប្តាហ៍បន្ទាប់ពីញាស់សត្វឃ្មុំឈ្មោលគឺពេញវ័យសម្រាប់ការរួមភេទហើយក្រោយពីការរួមភេទរួចសត្វឃ្មុំឈ្មោលនឹងស្លាប់ភ្លាមៗតែម្ដងព្រោះវាប្រឹងបញ្ចូលស្ពាមទៅឲ្យមេឃ្មុំទុកសម្រាប់បង្កើតស៊ុតខុសប្លែកពីសត្វដទៃឃ្មុំប្រើភាសាទំនាក់ទំនងកាយវិការបែបស្មុគស្មាញជាងគេបំផុតនៅលើពិភពលោកនេះនៅក្នុងខួរក្បាលរបស់ឃ្មុំមានកោសិកាណឺរ៉ូនជាង1លានដែលផ្ទុកក្នុងប្រអប់តូចៗត្រឹមតែជាង1មីលីម៉ែត្រគីបប៉ុណ្ណោះហើយសត្វឃ្មុំប្រើគ្រប់កោសិកាទាំងនោះដើម្បីបញ្ចេញកាយវិការសម្រាប់ទំនាក់ទំនងគ្នាអ្នកវិទ្យាសាស្ត្រជាច្រើនយល់ថាប្រសិនបើនៅក្នុងពិភពលោកទាំងមូលគ្មានវត្តមានរបស់សត្វឃ្មុំនោះទេគ្រប់ជីវិតទាំងអស់ពុំអាចរស់នៅឬមានចំណីអាហារបរិភោគគ្រប់គ្រាន់ឡើយដោយសារតែពពួកភ្នាក់ងារលំអងដូចជាសត្វឃ្មុំនេះមានតួនាទីចម្បងក្នុងការធ្វើដំណើរលំអងនិយាយឲ្យសាមញ្ញគឺវាមានតួនាទីនាំលំអងផ្កាមួយទៅលំអងផ្កាមួយទៀតដែលអាចឲ្យរុក្ខជាតិបន្តពូជលូតលាស់បានល្អនិងមានផ្លែផ្កាជាបន្តបន្ទាប់ជាពិសេសនៅក្នុងវិស័យកសិកម្មសូមចូលរួមការពារសត្វព្រៃសំខាន់ៗរាប់ចាប់ពីសត្វធំដល់សត្វតូចៗដូចជាសត្វឃ្មុំព្រៃដោយយើងទាំងអស់គ្នាគួរប្រើប្រាស់ធនធានធម្មជាតិដោយទំនួលខុសត្រូវជៀសវាងបរិភោគសម្បុកឃ្មុំព្រៃទិញឬប្រើប្រាស់ទឹកឃ្មុំព្រៃណាដែលប្រមូលដោយមេត្រីបរិស្ថានមិនកាប់បំផ្លាញឬដុតសម្បុកវាយើងអាចចូលរួមដាំដើមឈើដាំផ្កាជុំវិញសួនរក្សាធម្មជាតិដើម្បីឲ្យឃ្មុំមានចំណីដែរខ្លឹមសារខ្លះនៅអេពីសូតនេះដកស្រង់ពីទំព័រ Facebook ជីវៈចម្រុះនៃប្រទេសកម្ពុជានិងផ្ទៀងផ្ទាត់ខ្លឹមសារពីឯកសារវិទ្យាសាស្ត្រដទៃទៀតដែរសូមអរគុណណាស់ដែលបានផ្សព្វផ្សាយនិងផ្ដល់ចំណេះដឹងអំពីជីវៈចម្រុះនៅកម្ពុជាអង្គការអភិរក្សអន្តរជាតិកម្ពុជាសហការយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាជនជាតិដើមភាគតិចសហគមន៍និងដៃគូពាក់ព័ន្ធការពារចម្រុះសត្វព្រៃធម្មជាតិយល់ដឹងពីសត្វព្រៃផ្សេងទៀតនៅប្រទេសកម្ពុជាតាមរយៈកម្មវិធីរៀនពីសត្វព្រៃជាមួយ CI